Ok, sau đây bọn nó kia tập dương mà chụp niềm lòng tiền đấy video tiếp theo bao giờ đây tập thì phạt phó dương cho phạt vài được. Ok, chẳng tại tôi mới đến cái đấy cứ nhưng mà rồi bọn tại tôi chung buồn order block rồi mình đấy hai order block hai order block với thằng làng từ cái lại nát hai nơi này. Ok, tập dương cho từ mở từ ngõ kia nè order block chỉ là bọn dùng ôn cái lệ mà mở anh ấy cứ chia order block lại tăng tới anh ấy cứ chia order block bán mình trăm tới được rồi phải vài kẹp là mình trăm tới chẳng nước không ít cái đặt gẹp trăm tớiជាមួយនឹង gẹp មិនត្រឹមត្រូវ order block ត្រឹមត្រូវជាមួយនឹង order block មិនត្រឹមត្រូវចាំបងប្អូនមើលពីបងប្អូនពីបងប្អូនត្រង់ចំណុចនេះចឹងអូខេបងប្អូនកលេចមើលថា order block វាស្ថិតនៅកន្លែងណា order block គឺវាស្ថិតនៅក្រោមបាទគឺ swing low ស្ថិតនៅក្រោម swing low ឬក៏ swing high ណាអញ្ចឹង order block បងប្អូនអ្នកគ្នាមើល shadow របស់វាមើលអា candle ទី2បន្ទាប់ពី order block ហ្នឹង shadow របស់វាបានចាក់បំបែក low របស់ order block នេះទេបងប្អូនអ្នកគ្នាឃើញវាធ្វើការខ្លុំនៅលើអញ្ចឹងorder block នេះវាស្ថិតនៅក្រោម swing low ឬក៏ swing high អញ្ចឹងបងប្អូនកន្លែងនោះមើលនេះវិញមើល shadow របស់ order block ដែលមិនត្រឹមត្រូវអញ្ចឹងកន្លែងនេះអញ្ចឹងយើងទៅកន្លែងមើល candle ទី2នេះតើវាបានធ្វើការឆ្លោះខ្លុះនៅលើ shadow របស់ order block ឬក៏ឆ្លោះនៅក្រោម shadow របស់ order block ណាអញ្ចឹងបើសិនវាឆ្លោះបាននេះបងប្អូនឃើញ shadow ទី2នេះអា shadow ខ្ញុំដាក់ចង់និយាយស្ថានភាពបងប្អូនអត់ឃើញអត់វាបានធ្វើការឆ្លោះនៅក្រោម shadow របស់ order block នេះអញ្ចឹងយើងអាចចាប់ជា order block បានទេណា order block បាននេះគឺវាអត់ត្រឹមត្រូវទេបងប្អូនខ្ញុំបញ្ជាក់បន្តិចណាអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នបន្តិចថា order block បែបណាត្រឹមត្រូវ order block បែបណាទើបមិនត្រឹមត្រូវណាអានេះត្រឹមត្រូវបងប្អូនទាំងអស់គ្នាឃើញ candle នេះគឺវា shadow របស់វាគឺវាចាក់បានតែតាមពាក់កណ្ដាលវាចាក់ធ្លាយដូចអានេះទេឃើញអានេះវាចាក់ធ្លាយដល់ក្រោមណាអានេះវាចាក់ធ្លាយដល់ក្រោមអញ្ចឹង order block នេះមិនត្រឹមត្រូវទេ order block បែបនេះទើបត្រឹមត្រូវអញ្ចឹង order block គឺស្ថិតនៅ swing low និង swing high បញ្ជាក់បងប្អូនណាស្ថិតនៅ swing low និង swing high អានេះគឺ swing low អញ្ចឹងអានេះវា low ជាងគេគេហៅនេះចាក់ជា order block អូខេអញ្ចឹងបងប្អូនតោះណាថា order block ស្ថិតនៅត្រង់ចំណុចណាអញ្ចឹងជាធម្មតានៅកន្លែង order block ដែលបើឆ្លោះបែបនេះបងប្អូនកន្លែងមើលមាន gap អញ្ចឹងបងប្អូនកន្លែងមើលឃើញមាន gap មួយអញ្ចឹងបងប្អូនឃើញថាវីដេអូមុនគឺខ្ញុំបានប្រាប់ថា gap នេះគឺជាអី fair value gap ឬថា FVG នេះគឺជាអីណា FVG កាត់ឡើងតែ candle 3ដែលមិនបានបំពេញចន្លោះ shadow របស់វាឲ្យបានត្រឹមត្រូវឃើញបងប្អូនអ្នកគ្នាឃើញអត់គឺកន្លែងនេះវាបានបន្សល់ជាមួយនឹង fair value gap អញ្ចឹងកន្លែងនេះបន្ទាប់ពីវាបាន detect ទៅលើហើយវានឹង full back មកវិញត្រឡប់មកហៅ FVG នេះណាអ្វីដែលយើងត្រូវបាយគឺបាយនៅតំបន់ FVG នឹងតែម្ដងណាអានេះគឺកន្លែងដែលយើងត្រូវបាយបើសិនជាកន្លែងយើង sell វិញតំបន់ high នៅកន្លែងនេះអញ្ចឹងយើងត្រូវ sell នៅកន្លែង fair value gap ឬ order block នឹងតែម្ដងអញ្ចឹងបងប្អូនយល់ណាបើថាយល់អាចចាត់ transfer personal បានកុំឲ្យមានចម្ងល់អូខេអញ្ចឹងយើងកន្លែងមកមើល gap ដែលវាអត់បានវាមិនមែនជា gap fake gap អានេះមិនមែនជា gap តែ no gap តែម្ដងដោយសារអីបងប្អូនអ្នកនេះឃើញ shadow របស់វានេះឃើញ shadow របស់វា shadow របស់វាបានការបិទ close ស្អាតមែនទេបិទ close ជាមួយនឹង candle ទី1នេះអានេះជា candle ទី1អានេះជា candle ទី3អញ្ចឹងបងប្អូន candle ទី3គឺ shadow របស់វាបិទ close ជាមួយនឹងប្រឡោះតែម្ដងអញ្ចឹងវាមិនមែនជា gap ទេណាបញ្ជាក់វាមិនមែនជា gap ទេអញ្ចឹងសម្រាប់បងប្អូនដែលយល់ថា gap ហ្នឹងគឺជាអីតើ gap ហ្នឹងកើតឡើងដោយអីខ្លះទើបគាត់យល់ទើបគាត់មើលឃើញថាកន្លែងនេះគឺមិនមែនជា gap ទេណាអញ្ចឹងគឺបើសិនជាតំបន់ហ្នឹងមាន order block ឬ gap អញ្ចឹងបងប្អូនអាចរកកន្លែង entry បានដែរអូខេអញ្ចឹង order block នេះក៏បែបហ្នឹងអានេះគឺសម្រាប់swing low អូខេសម្រាប់ swing low ឥឡូវខ្ញុំឲ្យបងប្អូនទៅមើល swing high អូខេអញ្ចឹងបងប្អូនឃើញទេ swing high នេះបងប្អូនដល់ឃើញ order block នេះអាពណ៌ក្រហមនេះអញ្ចឹងមានន័យថា shadow របស់វាបានខ្ពស់ជាង shadow អាខាងក្រោមដៃឃើញអត់អញ្ចឹងនៅពេលដែលវាខ្ពស់ជាងវាគឺជា order block ហើយអានេះសម្រាប់ swing high ណាសម្រាប់ swing high នៅពេលដែលវាខ្ពស់ជាងគឺជា order block ហើយនៅខាង swing high អូខេអញ្ចឹងបងប្អូនកន្លែងមើលអាខាងនេះនៅខាង swing low ម្ដងខាង swing low អូខេបងប្អូនដល់គ្នាឃើញ shadow របស់វាគឺវាទៀបជាង shadow ទី2នេះអញ្ចឹងយើងចាប់ជា order block បានហើយណាវាចាប់ជា order block បានហើយអញ្ចឹងបើសិនជាអា shadow ទី2នេះវាស្ថិតនៅក្រោមcandle ក្រហមនេះអញ្ចឹងអានេះគឺជា order block វិញចាបងប្អូនណាអញ្ចឹងអានេះគឺជា order block វិញអញ្ចឹងប្រយ័ត្នច្រឡំបងប្អូនអ្នកគ្នាអញ្ចឹង order block យើងត្រូវសង្កេតមើល shadow របស់វាដែរណាយើងមិនតែចេះចាំទេនេះអូខេអញ្ចឹងបងប្អូនមើលកន្លែងនេះ order block ឃើញទេឃើញ shadow របស់វានេះឃើញសញ្ញាព្រួយគេដាក់សញ្ញាព្រួយកន្លែងនេះអត់នេះគេដាក់សញ្ញាព្រួយកន្លែងនេះអត់បាទអញ្ចឹងគេដាក់សញ្ញាព្រួយកន្លែងនេះវាបានទៅខ្លាំងឆ្លោះត្រឹមតែពាក់កណ្ដាលទេឬក៏ឆ្លោះអត់ដល់ swing low របស់ candle order block ទេណាអញ្ចឹងយើងត្រូវកន្លែងមើលមែនទេអានេះគឺ fake order block បាទ fake order block កន្លែងនេះគឺ shadow របស់វាបងប្អូនអ្នកគ្នាឃើញអត់វាទៅការឆ្លោះនៅក្រោមបាទ order block តែម្ដងអញ្ចឹងយើងអាចចាប់ជា order block បានទេបញ្ជាក់អារូបភាពបាននេះគឺយើងអាចចាប់ជា order block បានទេយើងត្រូវមើល shadow ឲ្យបានត្រឹមត្រូវមែនទេលោកថាតែអា shadow candle មួយនេះវាទៅការឆ្លងនៅក្រោម shadow មួយនេះទើបយើងអាចចាប់ជា order block បាននៅក្រោម swing low អូខេអញ្ចឹងសម្រាប់ order block ថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេចាត់ជូនទៅបងប្អូនអរគ្នាអញ្ចឹងសម្រាប់បងប្អូនណាដែលគាត់អត់យល់ទេអាចឆាតសួរខ្ញុំ personal បានយើងដើម្បីចេះទាំងអស់គ្នាដើម្បីយកទាំងអស់គ្នាកុំឆ្ងល់ហើយអត់សួរអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្្នឹងទេតើតើជាមួយនឹង order block បាទអរគុណច្រើន